បាទសូមជម្រាបសួរបាទថ្ងៃនេះខ្ញុំមកដល់ភូមិអូភូមិកណ្ដាលស្រុកសាបកងមកលេងផ្ទះអ៊ំបាទឃើញថាគាត់កំពុងតែមមាញឹកទាំងអស់គ្នាបាទច្រើនគ្នាមើលគឺមមាញឹករៀបចំប្រកួតជម្រាបសួរអ៊ំបាទចង់សួរអ៊ំទាំងពីរបាទតកតទៅនឹងការដាំប្រកួតហ្នឹងគោលដៅលក់ហ្នឹងគឺយើងទៅខាងណាវិញអ៊ំអូយើងលក់ឲ្យឈ្មោះកដាលនៅនេះឯងលោកគ្រូលក់ឲ្យឈ្មោះកណ្ដាលហ្នឹងអញ្ចឹងនៅសហគមន៍ហ្នឹងគាត់មានអ្នកប្រមូលទិញគឺឯអ្នកខ្លះគាត់ទៅលក់ផ្ទះខ្លួនគាត់ទៅប៉ុន្តែបើខ្ញុំលក់ឲ្យឈ្មោះហ្នឹងអ៊ំមកចោះតកតទៅតម្លៃបើក្នុងករណីយើងលក់ឲ្យឈ្មោះតម្លៃបណ្ណាហើយបើក្នុងករណីគេចង់មកទិញដល់កន្លែងតើយើងលក់តម្លៃមិនដែរចាឈ្មោះទី1យើងបើសិនណាតាគេទិញនៅនេះរងថ្ងៃបច្ចុប្បន្ន1គីឡូ1500 1គីឡូ1500ចាបើនៅទីផ្សារយើងអត់ដឹងទេដោយសារគេអ្នកយកទៅយើងអត់ដឹងទេបាទរយៈពេលនៃការដាំអ៊ំដាំប្រកបអាជីពដាំត្រកួននេះក្នុងប្រហែលឆ្នាំដែរអ៊ំនិយាយពីរឿងដាំនោះយូរគ្រាន់ហើយប៉ុន្តែការលើកមុនខ្ញុំអត់ដែលមានចំណាប់អារម្មណ៍ដាំត្រកួនដាំបន្លែទេខ្ញុំដើរធ្វើសំណាំងទៅឲ្យពេញពីបាទដល់ពេលខ្ញុំស្ម័គ្រចិត្តជាមួយអង្គការប្រទេសស្រីមកដាំទៅលក់បានលុយទៅដូចមានចំណាប់អារម្មណ៍ចាប់ដើមដាំរហូតទៅចាទៅខ្ញុំវិញអ៊ំរោបាទខ្ញុំវិញដាំតែសក់មិនទាន់សកៅឡងស្កប់ព្រងអូឡើងសកៅលេងបាទចឹងមានន័យថាអ៊ំប្រកបនឹងដាំតាពីក្មេងហ៎ចាដាំតាពីក្មេងអត់ដែលធ្វើការសំណងទេទៅជួលអើយណាគឺខ្ញុំមកទីជ្រួលគីមួយខែ100អើយមនុស្សចាស់អើយក៏អើយទៅធ្វើអើយមួយខែ100ក៏ខ្ញុំអត់យកខ្ញុំទៅចិត្តតែដាំតកួន1គីឡូ1000ក៏ដោយ500ក៏ដោយខ្ញុំយកតែតកួនណានឿយហត់ណាស់ប៉ុន្តែខ្ញុំអាជីពខ្ញុំទៅខ្ញុំដូចតែល្មមធម្មតាថ្ងៃណានោះឡងដង្ហើមចិនរ៉េតទៅណាលោកគ្រូអូដង្ហើមចិនរ៉េតបាទអញ្ចឹងក្មួយក៏ចង់សាកសួរអ៊ំបន្ថែមតើការដាំនេះជាលក្ខណៈគ្រួសារឬក៏ជាសហគមន៍យើងចូលណែលក្ខណៈគ្រួសារប៉ុន្តែដល់ពេលចូលដៃដូចសហគមន៍ទេបាទអញ្ចឹងមានន័យថាចុះថ្ងៃចំពោះថ្ងៃនេះតើជារបស់អ្នកណានៅថ្ងៃនេះរបស់លោកមីភូមិលៀបលោកភូមិលៀបលោកភូមិបានមកនេះលោកមីភូមិនៅក្បែរលោកមីភូមិមើលអត់ស្គាល់ដាំលក្ខណៈគ្រួសារប៉ុន្តែដល់ថ្ងៃប្រមូលផលគឺយើងជួយគ្នាវិលទៅវិលមកបាទម្ដងយើងម្ដងគេអញ្ចឹងណាបាទនេះពីគ្រួសារណាពីគ្រួសារបាទប្រលេះអស់មកវគ្គហើយនៅមកវគ្គបាទអ៊ំមកជីទៅបរិមាណនៃការប្រមូលផលខ្ទង់ប្រមាណគីឡូពេលយើងប្រមូលផលម្ដងបើថាវាល្មមដាំនេះតំណាលគ្នាប្រហែលជា2រោងពឹសទាំង2រោងបាទត្រូវដកទាំង2រោងបាទបើថាទូពេកចាស់នោះឯងតែពេលតែมันដកមិនទឿនទេវាខូចតគួនបាទដកទាំងអស់ដល់ហើយគឺខ្ញុំអត់មានសូវមានណាជួយទេអាតេលវិជីតេលខ្ញុំនេះចុះកូនចៅឯងអត់កូនចៅគេធ្វើការងារផ្សេងព្រោះខ្ញុំអាជីពខ្ញុំតែចេះអីទៅខ្ញុំតគួននេះអ៊ំបាទទៅខ្ញុំគឺដង្ហើមចិនរ៉េតតែឯងទៅបាទអញ្ចឹងសរុបជារួមនេះបងប្អូនបានឃើញហើយគឺជាសកម្មភាពនៃការជួយគ្នាជួយដៃគ្នាក្នុងការរៀបចំប្រមូលផលតកួននេះតាមគ្រួសារនីមួយៗគឺយើងជួយគ្នាបាទពេលចាប់គ្រួសារមួយដល់គ្រួសារមួយទៀតគឺពួកគាត់ទៅជួយគ្នាបន្តចឹងក្រោយខ្ញុំសូមសំណូមពរដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នាជួយគ្រប់គ្រងបន្លែខ្មែរយើងទាំងអស់គ្នាស្នាដៃសហគមន៍ហើយបើចង់ដឹងច្បាស់ពួកខ្ញុំមានទាំងជីធម្មជាតិយើងធ្វើជីធម្មជាតិនោះមានជីបំពន់ផ្លែបំពន់ស្លឹកជីបំពន់កាហើយជីថ្នាំពុលធម្មជាតិក៏ពួកខ្ញុំមានធ្វើអ៊ំស្រីមានជាសំណូមពរបន្ថែមទេអ៊ំបាទទេចង់តែសំណូមពរបើអ្នកដែលរោចំនួនជួយប្រែអូបើត្រូវកាករោកលែងត្នេះមកច្រើនណាស់ចង់បានប្រមាណក៏បានដែរបាទជាចុងបញ្ចប់នេះសូមអំពាវនាវដល់បងប្អូនទាំងអស់គ្នាបាទក្នុងករណីត្រូវការតកួនយកទៅធ្វើម្ហូបឬក៏ត្រូវការទៅឧបត្ថម្ភទៅកងទ័ពអីចឹងយើងអាចតាក់ទងមកអ៊ំស្រីនៅក្នុងភូមិអូឃុំកណ្ដាលស្រុកសាបកងបានបាទគាត់មានច្រើនណាបាទតាមរយៈលេខទូរស័ព្ទខាងក្រោមបាទសូមអរគុណវីដេអូនេះឧបត្ថម្ភដោយ Go Global Mart មានលក់ផលិតផលដូចជាសាច់បន្លែផ្លែឈើជាច្រើនមុខដែលជាផលិតផលក្នុងស្រុករបស់យើង 100%